ឡើងមកមើលវិធីធ្វើចាស៊ីវម៉ៃសម្រាប់អូនអាយុ9 ខែម្ដងចាដំបូងយើងមានសាច់ជ្រូកចាចំនួន2 ខាំហើយខ្ញុំដាក់ចាខ្ទឹមបារាំងដែលខ្ញុំបានចំហុយហើយចាគឺយើងច្រាំម៉ត់ហើយដាក់ចូលទៅក្នុងម៉ៃក្រូវេសវាសពពឬក៏យើងយកទៅឆាបន្តិចក៏បានដែរចាបន្ទាប់មកគឺនេះគឺជាចាកតិចនំប៉័ងចាខ្ញុំដាក់3ស្លាបព្រាបាយចារួចហើយគឺម្សៅឆាចំនួន1ស្លាបព្រាបាយហើយនឹងចាខ្ញុំប្រើម្សៅស៊ុបរបស់កូនក្មេងចាខុនសូមេរបស់កូនក្មេងចាដាក់1ស្លាបព្រាកាហ្វេចារួចហើយគឺខ្ញុំដាក់ការ៉ុតដែលខ្ញុំបានច្រាមទូចចាការ៉ុតនឹងគឺឆ្អិនស្រាប់បងប្អូនចាគឺសាច់វាទន់តែម្ដងហើយយើងយកវាមកច្រាមល្អិតទូចបែបហ្នឹងចាដើម្បីបន្ថែមបន្លែតិចទៀតចាហើយយើងច្បល់វាចូលគ្នាទៅយើងដាក់ចូលទៅក្នុងថង់ក៏បានដូចនាងខ្ញុំអញ្ចឹងឬក៏បងប្អូនចាច្បល់នៅក្នុងចានសម្រាប់ច្បល់ហ្នឹងក៏បានដែរចារួចហើយនេះគឺជាចាវ៉ាន់តានចាសបកវ៉ាន់តាន់ហ្នឹងគឺខ្ញុំយកវាមកហាន់ជាសរសៃបែបហ្នឹងចាហើយគឺយើងលុញចាសាច់ស៊ីវម៉ៃរបស់យើងហ្នឹងចាមូលហើយយើងចាដាក់ផ្ដិតជាមួយនឹងចាសបកស៊ីវម៉ៃចឹងមកចារួចហើយយើងដាក់ចំហុយនៅក្នុងឡាំងសឹងរបស់យើងទៅចារហូតទាល់សាច់រៀងឆ្អិនមកគឺរួចរាល់ជាការស្រេចអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត